ចាសសួស្តីអស់លោកស្រីប្រិយមិត្តជាទីគោរពស្រឡាញ់រាប់អានចាគឺជាទស្សនវិជ្ជានៃអ្នកម្ដាយភាសាបបភាសាគួយចាប់ថាចាស់ទៅអត់ចង់ប្រាសាច់ចាឈាមទេដួសចេញដួសចូលអញ្ចឹងឯងបើមិនដួសចេញដួសចូលទេគឺអត់ភាសាតែម្ដងចាត់ហិលដូច្នេះត្រូវតែបង្ខំហិលថាឲ្យចាត់ហិលថាហិលប៉ះអីហិលអត់បានភាសាអត់បានទេប៉ុន្តែតែចង់ដាក់ឲ្យជំទាស់ក៏អត់បានដែរម្ល៉េះហើយបដ ாய் តាមដំណើរឥឡូវត្រូវតែដាក់ជូនគាត់អីចាំមើលក្រៅមកពីភាសាទៅមិនវិញចាក់ម្ទេសចេញដាក់តែសៀងផ្អែមអាចារ្យហ្នឹងអត់អស់ទេអត់ចង់អស់ហើយបើមិនបញ្ចុកបើមិនបង្ខំអញ្ចឹងបានថាមនុស្សយើងពេលនៅក្មេងញ៉ាំទៅកុំរេស៊ីមច្រើនពេកកុំជៀសវាងអាការញ៉ាំច្រើនពេកធ្វើតាមមុំបានហើយអ្នកខ្លះអត់រហូតដល់ដើម្បីឲ្យរាងស្អាតអត់រហូតដល់ឈឺក៏មានដែរដូច្នេះដល់ពេលចាស់ទៅគេឈប់ឲ្យញ៉ាំហើយដល់ពេលបន្តិចទៀតទៅចាស់ទៅទឹកក៏គេមិនឲ្យញ៉ាំផងទឹកក៏គេឲ្យញ៉ាំតែម្សៅលាយជាតិប៉ែទឹកប៉ែម្សៅទឹកគេនឹងឲ្យញ៉ាំសូម្បីតែស្រេកមិនក៏គេមិនឲ្យដែរកុំនេះភាសាសិនកុំគិតគូអីហើយនេះភាសាបដើនឹងដៃនៅអត់ស្ងៀមទេចង់ធ្វើនេះធ្វើនោះចេះទាស់ហ៎ដល់នេះបខំមកចាប់ផ្ដើមភាសាឥឡូវដួសមកវិញទៀតដែរមិញដួសចេញម្ដងឥឡូវដួសចូលវិញអត់ភាសាតបខំបញ្ចុកឥឡូវបានម្ដុំមកគឺថាពិបាករឿងភាសាហ្មងចាស់ទៅនឹកឃើញគាត់អត់ចង់ហ៎នៅច្បល់ជ្រុំនឹងឯងទាំងរំបានចូលម៉ាត់នោះគឺថាបាយវិញចង់រីកស្គួយចេះថាខាងនេះទុនសឹងអីដាក់មកវិញទៀតហើយឥឡូវយើងលោកទៅបញ្ចុកគាត់មកដល់ទៀតបាន2ដុំហើយតែបាន3 4ម៉ាត់ទៅធ្ងន់ពុះហើយគឺថាមានកម្លាំងសម្រានបានយូរហើយម៉ាត់ទៀតមើលរំលីបើចាទាំងអស់គ្នាសូមជូនពរថែរក្សាខ្លួនប្រាណនិងអរគុណដែលបានទស្សនាវីដេអូខ្ញុំដល់ចប់ចាសូមអរគុណ